Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងភាគទី145នៃសាច់រឿង comic បន្តទៀតបាទខ្ញុំសូមបញ្ជាក់ថានៅក្នុងភាគនេះគឺប្រែវល់ខ្លាំងមែនទែនបាទគឺខ្ញុំពិបាកប្រែណានឹងចឹងសូមធ្វើការកាត់នយល់សំខាន់តែម្ដងទៅអាចជាបានត្រឹមតែ60ទៅ70%តែប៉ុណ្ណោះជួបមកដល់ភាគនេះដែរជឿឃើញថាហួយហានឹងក៏បានភ្ញាក់ដឹងខ្លួនឡើងវិញគាត់មានការភ្ញាក់ខ្លាំងមែនទែនក៏សួរទីថាតើនេះគឺជាកន្លែងណាទៅចុះឯណាທາງតង់របស់គាត់ក៏បានពិនិត្យលើរាងកាយរបស់ខ្លួនឯងគាត់ចាំបានថាពេលនោះគឺឡុងស៊ីយ៉ានឹងបានចាប់គាត់យកទៅហើយគាត់នឹងក៏បានចាក់ខ្លួនឯងដល់ទៅ9ដងវាស្មើទៅនឹង10រុនបាទតែហេតុអីក៏គាត់មានអារម្មណ៍ថាឈឺចាប់អ្វីនៅក្នុងរាងកាយទទសនៅពេលនោះក៏បានសរុបនៅធម្មពលមួយគាត់គ្រាន់តែមានអារម្មណ៍ថានៅហត់តិចតួចតែប៉ុណ្ណោះតែអត់មានអារម្មណ៍ឈឺចាប់នោះទេហើយក្នុងរាងកាយរបស់គាត់នឹងក៏ចាប់ដើមបញ្ចេញនូវធម្មពលចំណាំងផ្លាតយ៉ាងខ្លាំងក្លាដល់ពេលនោះដែរក៏បែបក៏បានចូលមកដល់ក៏សប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញហួយហានឹងភ្ញាក់ដឹងខ្លួនឡើងវិញបាទអញ្ចឹងហួយហាក៏ដឹងថាខ្លួនឯងនេះគឺស្ថិតនៅក្នុងបឋាងតែហេតុអីក៏គាត់នៅទីនេះតែគាត់កំពុងតែសម័យដែរឬក៏អត់ក៏បានទៅបបកជាមួយនឹងបេក៏បានចាប់ក្បាលជាប់ហួយហាមានអារម្មណ៍ថាឈឺតើអញ្ចឹងមិនមែនជាសបិននោះទេគាត់នៅរស់នៅឡើយតែពិតទៅគឺທາງអត់តង់ជាអ្នកបញ្ជូនហួយហានឹងមកកាន់ទីនេះអញ្ចឹងគាត់ក៏សួរថានាងចឹងមិនហើយឥឡូវនេះគាត់ថានាងមិនអីនោះទេនាងដូចជារៀងវិលមកបន្តិចបន្តួចក៏បានសួរទៅកាន់ហួយហាវិញតែមានអ្វីកើតឡើងចំពោះឯងទៅឯងសម្លាប់ដល់ទៅ7ថ្ងៃឯណោះជាងហួយហាក៏បញ្ញាប់ចាក់ចេញពីទីនេះយ៉ាងលឿនតែគាត់នឹងបកស្រាយនៅថ្ងៃក្រោយគាត់ក៏បានបញ្ជូនជាមួយនឹងលោកតាឈွန်ហើយក៏បានសួរអំពីທາງអូតងទៅនាងចឹងមិនហើយគាត់ថាທາງអូតងគឺនាងមិនអីនោះទេដល់ពេលនេះដែរនាងចង់ត្រឡប់ទៅកាន់បរិហាធានរបស់ខ្លួននៅពេលដែលនាងត្រឡប់មកវិញនាងនឹងទៅស្វែងរកឯងហើយហួយហាគ្រាន់តែដឹងថាឲ្យតែនាងគឺមិនអីទៅគឺបានហើយសម្រាប់គាត់នោះហើយគាត់ក៏គិតនឹងចិត្តទីថាមិននឹកស្មានថារៀមច្បងលោកស៊ីយ៉ានឹងគឺរក្សានៅការសន្យាដល់ឋានៈនេះនោះទេពេលនោះគឺនាងត្រូវបានរំដោយពូខ្មៅពិសិដ្ឋរបស់ឡុងស៊ីយ៉ាវហើយគាត់ក៏មិនដឹងថាមានអ្វីកើតឡើងបន្ទាប់ទៀតដែរព្រោះថាពេលនោះគឺគាត់បានស្លាប់បាត់ស្មារតីទៅហើយគាត់គិតថាពេលនេះគួរតែរក្សាកម្រិតឲ្យឆ្ងាយពីនាងដើម្បីរក្សានៅសុវត្ថិភាពកុំឲ្យនាងជួបគ្រោះថ្នាក់បែបនេះម្ដងទៀតជាមួយនឹងខ្លួនណាបាទលោកតាឈុនក៏មានអារម្មណ៍ថារាល់ពេលដែលហួយហាទៅខាងក្រៅគឺគាត់តែងតែជួបគ្រោះថ្នាក់ផ្សេងពីគ្នារហូតតែម្ដងហួយហាអាចចោទទុកថាគឺជាមេនាំគ្រោះថ្នាក់នឹងឯងគាត់ក៏បានអេក្បាលបន្តិចតែប៉ុន្តែគឺគាត់ធ្វើដើម្បីកិច្ចការងាររបស់គាត់តែប៉ុណ្ណោះហើយការងារទាំងអស់នោះគឺគាត់បានសម្រេចបានច្រើនខ្លាំងមែនទែនហើយគាត់ក៏ដឹងថាហួយហានឹងបានតាក់ទាញនៅសត្វចម្លែកទឹកកកនៅឯប៉ូលខាងជើងដើម្បីបំផ្លាញនូវសកម្មភាពរបស់អាណាចក្រសូវៀតត្រានៅទីនោះថែមទៀតហើយមិនត្រឹមតែប៉ុណ្ណឹងហួយហាក៏បានធ្វើដំណើរទៅកាន់ទីក្រុងធីនទូឬក៏បលឹងមេឃានឹងក៏បានចាប់នៅសូម៉ាសឺបេសាយម្នាក់ដំបងខ្ញុំច្រឡំទៀតហើយខ្ញុំស្មានថាជាថាំងយ៉ាតែជាសូម៉ាសឺបេសាយម្នាក់ផ្សេងទៀតហួយហាចាប់មកគឺដើម្បីរកអំពីតម្រុយរបស់លោកគ្រូថាំងយ៉ាហើយនិងម៉ាស៊ីតាតែប៉ុណ្ណោះហើយបេនេះក៏បានប្រាប់នៅព័ត៌មាននេះទៅកាន់លោកតាឈွန်ផងដែរតែគាត់ក៏សួរទីថាអីក៏ឯងមិនរីកាអំពីបញ្ហានេះមកកាន់យើងឲ្យដឹងជាមុនសិនចឹងដើម្បីរងចាំនៅកម្លាំងជំនួយពីសាលាទៅជួយបាទគាត់ក៏សម្ដែងនៅទឹកមុខក្រៀមក្រំបន្តិចបន្ទាប់មកក៏លោកតាឈុងឲ្យគាត់ចាប់ផ្ដើមវិញហើយក៏បានបញ្ចេញរាងកាយរបស់សូម៉ាសឺបេសាយចេញមកក្នុងពេលនោះនៅពេលដែលគាត់បញ្ចេញរាងកាយរបស់វាក៏ដូចជាដកចេញពីទឹកកកដែលបានមកកកជាប់មួយកន្លែងចឹងហើយធម្មពលរបស់ហួយហាក៏ប្រែទៅជាធម្មពលពណ៌ស្វាយយ៉ាងខ្លាំងក្លាលោកតាឈុនមានការភ្ញាក់ចិត្តខ្លាំងតើឡុងស៊ីយ៉ាបានធ្វើអ្វីចំពោះឯងហេតុអីក៏ធម្មពលរបស់ឯងកើតឡើងដល់ឋានៈនៃពិសេសគឺធម្មពលនៃស្មារតីឬក៏ផ្នែកពលឹងនឹងឯងវាកើតឡើងខ្ពស់ខ្លាំងមែនទែនហួយហាក៏បានប្រើប្រាស់នៅធម្មពលរបស់ខ្លួនដើម្បីគ្រប់គ្រងទៅលើសូម៉ាសឺបេសាយម្នាក់នោះហើយក៏បានបន្លំខ្លួនធ្វើជាសូម៉ាសឺបេសាយកម្រិតថៃថោដាឡូម្នាក់នៅចំពោះមុខវាបិទបាំងមុខឡើងចិត្តវាមិនស្គាល់តែជានរណានោះទេវាក៏គិតថាដង្ហើមនេះគឺជាដង្ហើមរបស់សូម៉ាសឺបេសាយកម្រិតថៃថោដាឡូនៃវិហារភ្លឹងបសុតទីតើហួយហាក៏គិតទៀតថាដង្ហើមរបស់គាត់នេះគឺគាត់បានខ្លាញ់បន្លំនោះទេហើយដូចជាសូម៉ាសឺបេសាយអញ្ចឹងហើយអាប៉ែដែលជាសូម៉ាសឺបេសាយនោះក៏ដឹងថាខ្លួនបានប្រឆាំងជាមួយនឹងហួយហាអាវៈមុនណាបាទគឺវាយគ្នាដេញតាមចាត់ការគាត់នៅពេលដែលដឹងថាគាត់គឺជាសូម៉ាសឺបេសាយនឹងគាត់ក៏មានអារម្មណ៍ថាសោកស្ដាយនោះដែរទាំងតែហួយហាគ្រាន់តែបោកគេតែប៉ុណ្ណោះគាត់ក៏ធ្វើកំហឹមបន្តិចចាប់ផ្ដើមសម្ដែងណាបាទក៏សួរទីថាតើឯងមានឃើញភ្លើងនៅចំពោះមុខឯងដែរឬក៏អត់ក៏បានបញ្ចេញនៅដាល់ភ្លើងពណ៌ស្វាយមួយដើម្បីគំរាមវាមិនឆ្នេះគាត់នឹងដុតវាសម្រាប់ចោលមិនខាននោះទេបើសិនជាវាមិនឆ្លើយនៅអ្វីដែលគាត់សួរចូលមកហួយយ៉ាក៏បានសួរអំពីអាទិទេពស្រីគឺម៉ាសេតាវនៅទីនោះគេហៅថាអាទិទេពស្រីថានាងនៅឯណាវាក៏ប្រាប់ទីថាគឺនៅឯជួរកងមុខនៃអាណាចក្រពលឹងមេឃាហើយម្នាក់ទៀតនោះអាចជាថាំងយ៉ានាងពេលនេះគឺស្ថិតនៅឯសាខាកណ្ដាលនៃវិហារពលឹងបោសតហួយហាក៏សួរថាសាខាកណ្ដាលនៃវិហារពលឹងបោសតនៅណាគ្រាន់តែវារៀបនឹងឆ្លើយនៃចម្លើយមួយនេះក៏ក្បាលវាក៏
រងនឹងការវិភាគយ៉ាងខ្លាំងក្លាថ្មពលពិសាចក៏ចាប់ផ្ដើមគ្រូដប់លើរាងកាយគណៈពេលនោះក៏លោកតាឈរនឹងក៏បានព្យាយាមគ្រប់គ្រងដើម្បីកុំឲ្យមានអ្វីកើតឡើងបានតែគាត់គ្រប់គ្រងគឺរាងកាយរបស់វាត្រូវបានបំផ្ទុះបំផ្លាញសម្លាប់ចោលក្នុងពេលនោះមួយរំពេញលោកតាឈរក៏ដឹងទៀតថាឲ្យតែអ្នកណាហ៊ាននិយាយការពិតអំពីវិហារព្រលឹងបោសតពួកគេនឹងត្រូវធម្មពលនៃបណ្ដាសានេះសម្លាប់ចោលភ្លាមតែម្ដងសម្រាប់ល្អដែលគាត់អាចគ្រប់គ្រងបានទាន់ពេលវេលាអ្វីនឹងធ្វើពួកគេជួបគ្រោះថ្នាក់ថែមទៀតអញ្ចឹងពួកគេដឹងទីថាពេលនេះដែរគឺរវាងម្នាក់ក្នុងចំណោមពួកគេទាំងពីរនេះគឺທາງចៃនិងម៉ាស៊ីតានឹងគឺនៅឯអាណាចក្រព្រលឹងបៃឃាអញ្ចឹងដោយសារតែរឿងនេះគឺគេប្រែអត់ច្បាស់អញ្ចឹងខ្ញុំអត់ហ៊ានសន្មតថាចំនោះទេមិនដឹងថាជាທາງចៃឬក៏ម៉ាស៊ីតាបាត់កន្លែងហ្នឹងហើយម្នាក់ទៀតនេះគឺស្ថិតនៅឯសាខាកណ្ដាលនៃវិហារព្រលឹងបោសនពួកគេនឹងរៀបចំនៅប្រការការដើម្បីទៅជួយសង្គ្រោះមនុស្សតែប្រការនេះមិនត្រឹមតែជួយសង្គ្រោះនៅមនុស្សនោះទេគឺទៅជួយនៅឯជួរកងទ័ពខាងមុខថែមទៀតដើម្បីប្រឆាំងជាមួយនឹងអាណាចក្រសូយ៉ាចន្ទ្រាវិហារក៏សួរបញ្ជាក់ថាលោកគ្រូមិនមែនបញ្ជូនខ្ញុំទៅតែម្នាក់ឯងមែនទេผู้พันการនេះគឺទៅប្រឆាំងជាមួយនឹងសត្រូវអញ្ចឹងទៅលោកតាជុងក៏បានប្រាប់បញ្ជាក់ទៀតថាគឺគាត់នឹងបញ្ជូននៅយានសាជេរួមជាមួយនឹងព្រះចាសង្ឃម្នាក់ទៀតដើម្បីទៅការពារហូយហាវព្រះចាសង្ឃគឺជាអ្នកខ្លាំងបន្ទាប់ពីលោកតាឈွန်បន្ទាប់មកក៏យានសាជេចឹងក៏បានតែអ្នកគ្រូលីងអឺគឺលេងបញ្ជូនទៅហើយបេក៏សប្បាយចិត្តជាខ្លាំងក៏បានអរគុណចំពោះលោកតាឈွန်ផងដែរដែលបានឲ្យកម្រិតថៃថោដាលូខ្លាំងពីរូបទៅជួយសង្គ្រោះនៃគូសាយរបស់ខ្លួនអញ្ចឹងអាចមានសង្ឃឹមជាច្រើនលោកតាចុងក៏តទៅវិញទៀតថាតាមពិតទៅសាលាជ្រឹកនៅបឋានគឺជាគ្រូសាតែមួយទៅហើយបន្ទាប់ពីរៀបចំហើយនោះពួកគេក៏បានចាក់ចែងទៅក្នុងពេលនោះជាងគេមើលនៅឯបហាធិមវិញម្ដងខាងឧត្តមនេះដូចជាមានអារម្មណ៍ក្រៀមក្រំជាខ្លាំងគ្រូក្បាលរបស់នាងក៏ពេញទៅដោយរូបភាពនៃការចងចាំរបស់វ៉ាងតុងជាច្រើននេះក៏បានស្ដាប់ឮនៅការសន្ទនារបស់លោកតាថៃថាននិងលោកតានីវធានបានជជែកគ្នានោះដែលតាមពិតទៅគឺឪពុករបស់នាងបានឃុំឃាំងនៅការចងចាំរបស់ខាងអូតងតែមិនស្មានថានាងបានបើកនៅខែលនោះដោយខ្លួនឯងបែបនេះនោះទេដូច្នេះការចងចាំរបស់នាងក៏បានត្រឡប់មកវិញទាំងអស់ហើយខាងអូតងក៏មានអារម្មណ៍ក្រៀមក្រំជាខ្លាំងនេះក៏បានឃើញរូបភាពជាច្រើនដែលពួកគេបាននៅជាមួយនឹងគ្នាបានខាងអូតងក៏នៅជួរក្បែរនោះដែរក៏បានលើនឹងការសន្ទនារបស់អ្នកទាំងពីរផងដែរពេលនេះមានតែឲ្យនាងសម្រេចចិត្តដោយខ្លួនឯងថានឹងធ្វើអ្វីបន្តទៀតបាទតែលោកតានិធានគាត់គិតថាយើងគួរតែហៅនាងថាជាខាងអូតងទៅនៅថ្ងៃអនាគតកុំហៅថាវ៉ាងតុងអីចំណែកហ៊ុយហាវិញក៏ដឹងទីថាបន្ទាប់ពីគាត់បានស្លាប់រយៈពេលយ៉ាងយូរគាត់បាត់សៀវប៉ៃឲ្យឈើងគឺអាខ្លាឃុំតកបានមិនដឹងថាវាទៅណានោះទេក៏មានតែសួរទៅកាន់ព្រិលសតែប៉ុណ្ណោះគ្រាន់តែនាងចេញពីភ្លាមក៏បានស្ដីបន្តហ៊ុយហាតែម្ដងហើយអីក៏ហ៊ុយហាទុកចោលពួកយើងឲ្យស្លាប់បែបនេះទៅវិញហ៊ុយហាក៏តតវិញទៀតថាក្រែងបងប្រុសធ្លាប់ប្រាប់ខ្ញុំថាពួកគេអាចស្វែងរកអ្នកផ្សេងជំនួសខ្ញុំបានបើសិនជាគាត់ស្លាប់នោះនេះក៏តតវិញទៀតថាបើអញ្ចឹងនោះយើងតាមលោកធ្វើអីដោយសារតែរងចាំឱកាសដើម្បីក្លាយទៅជាទីទេពនឹងឯងអាវុធភ្លើងទី1គឺជាការលះបង់នៅព្រលឹងរបស់ធីនម៉ងអាវុធភ្លើងទី2នេះគឺជាការលះបង់របស់ប៊ីងប៊ីងធម្មពលរបស់នាងគឺរក្សាទុកនៅក្នុងឆ្អឹងព្រលឹងរបស់ឯងរួមជាមួយនឹងធម្មពលព្រលឹងរបស់នាងផងដែរពួកគេទោះបីជាព្រលឹងហើយនឹងហ៊ុយហាក៏ចាត់ទុកថាគឺជារាងកាយតែមួយបើហ៊ុយហាស្លាប់ឬក៏រស់ពួកគេនឹងត្រូវរលាយបាត់ដូចគ្នាពិសេសគឺធម្មពលរបស់ពួកគេនឹងឯងហ៊ុយហាក៏បានសុំទោសម្ដងទៀតតាមពិតទៅគឺគាត់មិនមានចេតនាចង់សម្លាប់អ្នកទាំងអស់គ្នានោះទេនាងក៏មិនយកទោសបីអ្វីនោះដែរនេះក៏បាននិយាយអំពីអ្នកគ្រាពិសេសឬក៏ឡុងស៊ីយ៉ាវនោះហ៊ុយហាក៏សុំបញ្ជាក់ក្រែងវាចាប់ខ្ញុំអ៊ីឌីមច្បងនោះចាប់ខ្ញុំមែនទេតែគាត់មានបំណងអ្វីពិតប្រាកដទៅនេះគឺសុំបញ្ជាក់តែនៅក្នុងខ្លួនឯងអាចមានអារម្មណ៍ថាដូចមានអ្វីប្រែប្រួលដែរឬក៏អត់ឯងមានអារម្មណ៍ថាខ្លួនប្រាណរបស់ឯងផ្លាស់ប្ដូរដែរឬក៏អត់តែពិតទៅបន្ទាប់ពីឯងស្លាប់ហើយនោះគឺនៅពេលនោះគឺឡុងស៊ីយ៉ានឹងបានយកសាកសពហ៊ូយ៉ានឹងមកដាក់នៅកន្លែងមួយហើយក៏និយាយទៀតថាតលតែមនុស្សនោះស្លាប់សិនបានអាចប្រើប្រាស់នៅគ្រាប់ថ្នាំនេះបានដើម្បីស្រូបនៅធម្មពលនៃមេឃដីអញ្ចឹងគុំរសារតគាត់នឹងជាប់នៅការសន្យាមួយជាមួយនឹងមូអិនបានកុំបីនោះហ៊ុយហាងាប់បាត់ទៅហើយមានអារម្មណ៍ថាឡុងស៊ីយ៉ាគឺជាមនុស្សគោរពពីសន្យាមែនទែនអញ្ចឹងខ្ញុំគិតថាគាត់បានបម្រើនៅវិហារព្រលឹងបោសតឬក៏សូមឲ្យសបិសាចជាជួយដែលជាប្រពន្ធរបស់គាត់នឹងអាចជាមាននៅមូលហេតុអ្វីមួយអញ្ចឹងគាត់មិនខ្វល់ថាល្អឬក៏អាក្រក់នោះទេគាត់គ្រាន់តែដឹងថាគឺគាត់បានជាប់សន្យាជាមួយនឹងបរិសមនុស្សនោះរួចទៅហើយអញ្ចឹងគាត់ធ្លាប់ជាប់សន្យាជាមួយនឹងលោកតាមូអិនដែរអញ្ចឹងឲ្យបានជាគាត់នឹងសុខចិត្តជួយហ៊ូយហាវបាទអញ្ចឹងគាត់ក៏បានបញ្ចប់នៅការសន្យារបស់គាត់ត្រឹមពេលនេះហើយក៏គ្រាន់តែសង្កេតថាហ៊ូយហាវអាចបញ្ឈប់នៅអ្វីមួយដោយសារកន្លែងនេះគឺគេប្រែអត់ច្បាស់ខ្ញុំមិនដឹងថាគាត់នឹងមានបំណងចង់ហ៊ូយហាវទៅបញ្ឈប់នៅវិហារព្រលឹងបោសតឬក៏យេស៊ូជួយឬក៏យ៉ាងម៉េចនោះទេបើសិនជាខ្ញុំចេះចិនគឺខ្ញុំប្រែពីចិនមកអាចជាស្រួលជាងបាទមើលតាមអង់គ្លេសនឹងវល់ពេញហ្នឹងរាងកាយរបស់ហ៊ូយហាបន្ទាប់ពីលេបនៅគ្រាប់ថ្នាំនេះហើយក៏ធម្មពលពុំមានយ៉ាងខ្លាំងក៏បានហូរហៀចេញមក
បន្ទាប់ពីដឹងរឿងរ៉ាវទាំងអស់នោះក៏ហូរយ៉ាងសួរទៀតថាហេតុអីក៏ធម្មពលព្រលឹងរបស់គាត់កើតឡើងនៅថ្នាក់នេះនេះក៏បានបញ្ជាក់ទៀតថាគឺដោយសារតែរាងកាយរបស់ហូរយ៉ាងបានប្រមូលផ្ដុំនៃធម្មពលនៃនាគរាជអញ្ចឹងអាក្របថ្នាំនេះវាមានអត្ថប្រយោជន៍ក៏អាចប្រើប្រាស់បានលុះត្រាតែប្រើនៅលើរាងកាយមនុស្សស្លាប់តែប៉ុណ្ណោះពេលនេះហូរយ៉ាងទទួលបាននៅធម្មពលនៃនាគរាជយ៉ាងខ្លាំងក្លាហើយជំរុញនៃការបង្កើតបកគលគឺឈានទៅដល់កម្រិតមួយគឺខ្ពស់ខ្លាំងមែនទែនហូរយ៉ាងក៏បានបោកភ្នែកជាធំតែគូសិក្សាសាច់រឿងរបស់យើងក៏ឆ្លៃទៅប៉ុណ្្នេះទៅអញ្ចឹងវគ្គនេះរៀងវល់បន្តិចហើយដោយសារតែគេប្រែមកវល់ដែរ